ហ៊ុន Barrick បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន 50% ខណៈពេលដែលតម្លៃហាងឆេងមៀបានធ្លាក់ចុះ$220ក្នុងមួយដំណឹងសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ Affect Insight ថ្ងៃទី23 ខែមេសា ឆ្នាំ2025សកម្មភាពនៅក្នុងវិស័យរករ៉ែមាសនៅតែបន្តកើនឡើងកម្ដៅខណៈពេលដែលក្រុមហ៊ុនផលិតមាសធំជាងគេលំដាប់ថ្នាក់ទី2របស់ពិភពលោកបានបង្ហាញនៅតារាងតុល្យការរបស់ខ្លួនដែលលក់ទ្រព្យសម្បត្តិរបស់ខ្លួនចំនួន 50% ដែលបានធ្វើឲ្យតម្លៃហាងឆេងមៀមានការធ្លាក់ចុះយ៉ាងគំហុកកាលពីម្សិលមិញដែលបានធ្លាក់ចុះពីកម្រិតតម្លៃ$4220មកកម្រិតតម្លៃ$4000ក្នុងមួយដំណឹងដែលកាលពីម្សិលមិញនេះក្រុមហ៊ុន Barrick Gold Corporation បានប្រកាសអំពីកិច្ចព្រមព្រៀងមួយដើម្បីលក់ភាគហ៊ុនរបស់ខ្លួនចំនួន 50% នៅក្នុងគម្រោង Darling Gold នៅឯ Alaska ឲ្យទៅសាខារបស់ក្រុមហ៊ុន Paulson Advisor LLC និង Nova Gold Resources Inc ចំនួន$1000 លានសហរដ្ឋអាមេរិកគម្រោង Darling មានទីតាំងនៅឯភាគខាងលិចរដ្ឋ Alaska ចម្ងាយប្រហែល300គីឡូម៉ែត្រពី Anchorage គម្រោងនេះត្រូវបានគេចាត់ទុកថាជាអណ្ដូងរ៉ែមាសដ៏ធំបំផុតមួយរបស់ពិភពលោកដែលផលិតមាសចំនួន39លានអោនក្នុងការវាស់វែងនិងបង្ហាញអំពីធនធានរ៉ែក្នុងកម្រិតមធ្យមគឺ2.24ក្រាមក្នុងមួយតោនបន្ថែមពីលើនេះទៅទៀតកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិក៏បានព្យាករណ៍អំពីកំណើនសកលផងដែរថានឹងអាចមានកំណើនត្រឹមតែ2.8% តែប៉ុណ្ណោះបើធៀបទៅនឹងកិច្ចប្រជុំកាលពីលើកមុនគឺ 3.3% យោងទៅតាមការព្យាករណ៍សេដ្ឋកិច្ចដែលបានធ្វើបច្ចុប្បន្នភាពដោយអ្នកវិភាគនៅឯមូលនិធិរូបិយវត្ថុអន្តរជាតិបានមើលឃើញថាទិន្នផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ 1.8% នៅឆ្នាំនេះតែប៉ុណ្ណោះដោយការព្យាករណ៍បានធ្លាក់ចុះ 0.9% បើធៀបទៅនឹងការព្យាករណ៍កាលពីខែមករានេះបើយោងទៅតាមទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយបង្អស់ដែលបានចេញផ្សាយកាលពីម្សិលមិញទៅតាមនេះផងដែរមូលនិធិរូបិយវត្ថុអន្តរជាតិបានមើលឃើញថាសេដ្ឋកិច្ចរបស់អឺរ៉ុបកំពុងតែមានការកើនឡើងត្រឹមតែ 0.8% តែប៉ុណ្ណោះដែលបានធ្លាក់ចុះនៅកំណើនការព្យាករណ៍របស់ពួកគេកាលពីលើកមុនគឺ 0.2% ហើយទិន្នផលសរុបរបស់ពិភពលោកត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងត្រឹមតែ 2.8% តែប៉ុណ្ណោះដែលធ្លាក់ចុះទាបជាងកាលពីខែមករា 0.5% ទោះបីជាយ៉ាងណាក៏ដោយទីផ្សារនៅតែត្រូវបានគេរំពឹងទុកថានឹងមានការលក់ចេញបន្ថែមទៀតអំពីការលក់ចេញដើម្បីទទួលបានប្រាក់ចំណេញពីសំណាក់វិនិយោគិនហើយការធ្លាក់ចុះសេដ្ឋកិច្ចអាចបង្ហាញអំពីការប្រកួតប្រជែងដំបូងសម្រាប់មាសផងដែរខណៈពេលដែលវិនិយោគិនក៏ត្រូវតែបង្ខំចិត្តនៅក្នុងការលក់មាសចេញដើម្បីទទួលបានប្រាក់ចំណេញដើម្បីគ្រប់គ្រងការស្រោចស្រង់នៅការខាតបង់របស់ពួកគេនៅឯទីផ្សារភាគហ៊ុនហើយអ្នកវិភាគក៏បានកត់សម្គាល់ផងដែរថាជាប្រវត្តិសាស្ត្រមាសនៅតែមាននិន្នាការល្អប្រសើរលើសពីទីផ្សារភាគហ៊ុនក្នុងអំឡុងពេលសេដ្ឋកិច្ចមានការធ្លាក់ចុះសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ Affect Insight